សូមជម្រាបសួរបងប្អូនសាស្ត្រសិស្សឥឡូវយើងចូលមកដល់មេរៀនថ្មីមួយទៀតថ្ងៃនេះគឺនិយាយអំពីអំណាចណាបងប្អូនហើយមុននឹងដល់អំណាចលោកគ្រូសូមរំលឹកបញ្ជាក់អំពីមេរៀនថ្ងៃមុនតើបងប្អូនបានរៀនមេរៀនអ្វីហើយបងប្អូនចាំទេបងប្អូនបាទបែរជាបងប្អូនចាំណាម៉ោងមុនយើងរៀនសិក្សាអំពីមេរៀនមួយដែលនិយាយអំពីបំណិនគឺមេរៀនណាទេវកថាដូចនេះដែរទេវកថាបងប្អូនអូនស្គាល់ទេស្អីគេទេវកថាគឺជាអ្វីបែរជាអូនស្គាល់ណាទេវកថាគឺជារឿងណាដែលមនុស្សយើងជឿទៅលើអបិយជំនឿណាលើនៅរបស់ក្រៅខ្លួនពិសេសរុក្ខរតតាហើយអតិទេពណាអញ្ចឹងមានជឿទៅលើទេវតាជឿទៅលើសិលធិមន្តគុំអីចឹងណាអញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងគឺយើងបានសិក្សារួចហើយនៅរឿងមួយចំនួនតាក់ទងទៅនឹងគេហៅថារន្ទះបាញ់រន្ទះអីហ្នឹងជាព្រេងគេហៅថារឿងទេវកថាហ្នឹងឯងបាទរឿងដើមកំណើតពីដំបូងតាក់ទងទៅនឹងបុព្វហេតុនៃការកើតរន្ទះណាបុព្វហេតុនៃការកើតនៅព្យុះភ្លៀងអីចឹងទៅបាទអញ្ចឹងអាហ្នឹងគេហៅថាព្រេងកថាអូខេក៏លេខមើលរូបភាពបងប្អូនណាថ្ងៃនេះម៉ោងនេះយើងចូលមកដល់អំណាចមួយទៀតហើយអំណាចនេះគឺជាការសិក្សារឿងមួយទៀតដែរហើយរឿងនេះអូនអាចយល់បន្ថែមទៀតទៅលើបែបដូចថាជារឿងបែបទេវកថានេះណាបាទអញ្ចឹងរូបនេះគឺជារូបណាសញ្ញាអំណាចណាដែលមានសិស្សចំនួន2នាក់មានក្មេងប្រុសនិងក្មេងស្រីដែលគាត់កំពុងតែអង្គុយអានសៀវភៅអញ្ចឹងជាអង្គសមត្ថភាពអំណាចបាទរឿងសង្គ្រាមណារវាងគីង្គក់និងតាព្រំអញ្ចឹងសង្គ្រាមរវាងគីង្គក់និងតាព្រំនេះកើតឡើងដោយសារអ្វីយើងនឹងធ្វើការសិក្សាអូខេបងប្អូនមើលរូបភាពមើលតើរូបភាពណាជាសកម្មភាពអ្វីហេតុអីបានជាមនុស្សណាដែលមានមុខនេះ1ហើយ2ហើយនៅខាងផ្នែកនោះទៀតតាព្រំអូនត្រូវដឹងណាព្រំមានមុខដល់ទៅ4បងប្អូនណាព្រំមានមុខ4អញ្ចឹងហេតុអីបានតាព្រំមុខដល់4មិនក៏ណាដេកដួលកៅអីនឹងធ្វើការដេកដួលអញ្ចឹងមូលហេតុអីនៅក្នុងវាំងរបស់តាព្រំហ្នឹងណាបាទអញ្ចឹងគឺថាដេកដួលហ្មងណាតាព្រំបានដួលបងប្អូនទាំងអស់គ្នាអញ្ចឹងតើមូលហេតុអីហើយមានសត្វណាមានត្រីមានគីង្គក់មានកែបមានអីពោពេញទៅដោយសិទ្ធិសត្វណាហើយរុក្ខជាតិដូចជាវត្តជើងពាត់ជើងពាត់អីសពអីយ៉ាងពាត់ជើងតាព្រំណារហូតដល់ដួលអញ្ចឹងតើអត្ថន័យខ្លឹមសារអូនអាចយល់បានដល់មើលទៅមកពីតាព្រំដួលហ្នឹងដោយសារអីដោយសារតែវត្តនេះវាវត្តទាញហើយមានណាមានសត្វហ្នឹងគីង្គក់ហើយហ្នឹងណាទៅចង្អុលទៅនិយាយជាមួយមានត្រីអីហែហោមានសត្វផ្សេងទៅទៀតឃើញទេអញ្ចឹងយើងនឹងសិក្សាទៅលើរឿងហ្នឹងដើម្បីដឹងអំពីសាច់រឿងឲ្យកាន់តែលម្អិតមានតែយើងធ្វើការអានអត្ថបទហ្នឹងណាបងប្អូនបាទតាមរយៈរូបភាពនេះយើងបានឃើញប៉ុណ្្នឹងហើយប៉ុន្តែយើងនៅសិក្សាទៅលើអត្ថបទតើអត្ថបទល្អណាអានទៅជក់ចិត្តដិតអារម្មណ៍បែបណាយើងនឹងយល់លម្អិតទៅលើណារូបភាពអូខេបងប្អូនតែជាយល់ណារូបភាពនេះគឺសកម្មភាពរបស់ណាពួកសត្វនេះមានវត្តណាស្អីនេះទៅសក់អីហ្នឹងរនងអីទៅសក់អីហ្នឹងវត្តណាតែព្រំហើយដួលហើយជំនឿហេតុការកើតអីបានទៅជាកាត់ចេញព្រឹត្តិការណ៍បែបនេះអូខេយើងបន្តទៅអត្ថបទរបស់យើងណាអូនត្រូវបើកសៀវភៅនៅណាទំព័រអីបងប្អូនទំព័រទីប្រហែលបាទយើងមើលមកទំព័រទី27 8ណាបងប្អូនបាទអញ្ចឹងនៅទៅទំព័រទី28បងប្អូនបើកទៅយើងនឹងឃើញនៅរូបភាពណាជាបែបសខ្មៅគ្រូសុំ edit ឲ្យវាទៅជា color ដើម្បីស្រួលមើលអញ្ចឹងណាបងប្អូនបាទអូខេនៅក្នុងសាច់រឿងរបស់យើងបាទគេចាប់ផ្ដើមឡើងគឺគេសរសេរថាសម័យព្រេងនាយមានវេលាមួយនោះពិភពលោកកើតណាទុរភិក្សក្តៅហួតហែងគ្រប់ទិសទីខណ្ឌព្រះភិរុនមិនបង្អុលភ្លៀងសោះបឹងស្ទឹងទំពាំងព្រែកអីហ្នឹងទន្លេស្ទើរតែរីងស្ងួតទឹកអស់សត្វទាំងឡាយស្លាប់គោជើងលើគ្នារុក្ខជាតិនានាក្រៀមស្វិតក្រញ៉ង់ពួកមណ្ឌលសត្វណាមានគីង្គក់ហ៊ីងកង្កែបជាដើមដែលជាសត្វពូកែអត់ធ្មត់សំទោសអត់ធន់ក៏ស្គមនៅតែស្បែកហ្នឹងឆ្អឹងថ្ងៃមួយគីង្គក់ជាមេប្រកាសឲ្យញាតិណាក្រុមញាតិនិងហ៊ីងកង្កែបជាមិត្តណាប្រាប់ថាណែមិត្តទាំងអស់គ្នាព្រំមិនបង្អុលភ្លៀងមកឲ្យយើងទេបើយើងនៅស្ងៀមមកជាដាច់ពោះស្លាប់មកវើយមិត្តទាំងអស់គ្នាយើងកេណ្ឌគ្នាទៅតតាំងជាមួយណាតយុទ្ធណាទៅតយុទ្ធនឹងតាព្រំយកភ្លៀងឲ្យបានអាសន្នមកដល់ហើយបើនៅស្ងៀមក៏ស្លាប់បើទៅច្បាំងក៏ស្លាប់បើម៉ៃនឹងស្លាប់ណាគូណាតែយើងស្លាប់ក្នុងចម្បាំងដើម្បីយកជ័យឲ្យក្រុមញាតិណាមិត្តភ័ក្តិប្រសើរជាងខណ្ឌមកទៅប្រយុទ្ធក្រោយពេលដែលគីង្គក់ប្រកាសយ៉ាងនេះពូលមានន័យថាមណ្ឌុកសត្វទាំងអស់ណាមានន័យថាវាជាមណ្ឌលណាមណ្ឌុកគេហៅមណ្ឌុកសត្វទាំងអស់ហ្នឹងណាហើយជាមិត្តទាំងអស់គ្នាហ្នឹងបានអីគេបងប្អូនលើកព្យុហយាត្រាជាក្បួនណាទៅតយុទ្ធនឹងតាព្រំនៅក្នុងវិមានលោកអៃដរអាកាសហ្នឹងគឺថានៅលើអាកាសនោះបាទ
កងទ័ពដុកសัตว์ដើរហួសទៅទីវាលបន្តិចមកស្រាប់តែប្រទះឃើញទ័ពមួយវងធំទៀតគឺពលត្រីអណ្ដែកធំខ្នាស់ខ្នាប់ណាខ្លួនប្រឡាក់អីគេនេះខ្លួនប្រឡាក់ស្រមោដោយទលីផេះមេគិញគក់សួរណែវើយតើពួកឯងទៅណាបានជាប្រមៀលខ្លួនហុយដីទលំកាត់មុខឲ្យរំខានដល់ទ័ពរបស់យើងដូច្នេះត្រីអណ្ដែងជាមេទ័ពតបមិត្តអើយពួកយើងណាជាមច្ឆាបានបញ្ជូនយើងឲ្យមកណាជាមួយបងក្រាញ់និងពិនដល់ពិនប្រសពខាងឆ្លងរត់ឆ្លងភ្នំនិងបារាយដើម្បីទៅច្បាំងជាមួយតាព្រំយកទឹកភ្លៀងមកបំពេញស្ទឹងយើងគិង្គក់ឮដូច្នោះក៏ត្រេកអរនិងប្រាប់កងទ័ពខ្លួនមួយរំពេចនោះណាសັບជ័យខោកលាន់ចេញពីទ័ពទាំងពីរក្រុមពួកគេប្រមូលគ្នាជាក្បួនមួយយាត្រាតាមវាលក្តៅហួតហែងមិនយូរប៉ុន្មានពួកគេបានណាភូមិជាតិណាពួកគេឃើញភូមិជាតិមួយវងធំខ្មៅគេហៅថាហើខ្មៅខ្មាប់ណាពេលនោះខ្មុំ និងអម៉ាល់ជាមេតបបនលឺមកណែបងគិង្គក់ហ៊ីងកង្កែបត្រីអត់ដែងត្រីក្រាញ់អញ្ជើញទៅណាស្រួលខ្លួនស្រមោយ៉ាងនេះគិង្គក់ក៏ឆ្លើយថាណាគិង្គក់ឆ្លើយថាម៉េចបងប្អូនឆ្លើយតបណាថាវើយបងមកវើយបងខ្មុំយើងដឹងថាក្រុមបងលើកកងទ័ពទៅច្បាំងព្រោះអត់ភ្លៀងខ្វះឈើព្រៃផ្ដាល់ផ្កាធ្វើសម្បុកនឹងដល់ក្រុមបងយើងពួតដៃគ្នាយុទ្ធណាតយុទ្ធនឹងតាព្រំកុំឲ្យខ្លាចស្លាប់តោះយើងណាទ័ពគោកនិងទ័ពអាកាសនាំគ្នាទៅធ្វើដំណើរតទៅលុះទៅដល់ចិត្តចំការស្ងួតមួយស្រាប់តែប្រទះនឹងផ្លែត្រសក់ស្រូវណាត្រសក់ស្រូវរដូវកនរដូវកណែករណែលលើណាផែនដីខ្លះដាច់របេះចាក់តងគួរឲ្យសាសូរត្រសក់ស្រូវមួយស្រែកដោយមានសង្ឃឹមភឿនយើងឲ្យគ្នាយើងដោយសារទៅផងតែភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសាររបស់យើងដែរមិនឲ្យរស់ទាំងវេទនានោះទេមេតបទាំង3ក៏យល់ព្រមឲ្យណាត្រសក់ស្រូវនឹងប្រមៀលខ្លួនតាមក្បួនលុះផុតពីវាលណាបានទៅដល់ព្រៃមួយតែរុក្ខជាតិទាំងអស់ទាំងឡាយក្រៀមក្រញោមស្លាប់ចិត្តអស់ក្បួនទ័ពក៏បានជួបនឹងវល្លិផ្ដៅធំពីដើមទៅនឹងគុលណានៅនឹងគុលឈើងាប់មួយផ្ដៅសួរណែភឿនទៅណានឹងបដល់ក៏សន្ទឹកសន្ធាប់ម្លេះភឿនមិនអាសូរមិត្តរុក្ខជាតិយើងគ្នាយើងទេឬឃើញឬទេពួកគេដេកស្លាប់ពូនអស់ហើយដោយស្នាដៃតាព្រំយើងសូមទៅច្បាំងផងហើយនៅយ៉ាងនេះវេទនាណាស់យើងស៊ូស្លាប់នៅក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដល់ណាជីវិតដល់សត្វលោកទ័ពទាំងអស់ហ្នឹងក៏យល់ព្រមណាឲ្យផ្ដៅហ្នឹងគោចរចូលរួមដើរណាបងប្អូនទៅជាមួយផងដែរក្រោយមកកងទ័ពទាំងអស់បានទៅដល់ឋានតាព្រំគិង្គក់បានបញ្ជាឲ្យឃ្មុំប្រុងព្រៀបវាយសម្រុកចូលទៅក្នុងទ្វារខាងមុខនិងខាងក្រោយឯត្រីអណ្ដែងនិងត្រីក្រាញ់ដែលខ្លួនប្រឡាក់ទៅដោយណាក្ដុងនភេះចូលទៅក្នុងពាងនិងផើងទឹកនៅមាត់ទ្វារក្រោយនិងពាងផ្សេងបាទអញ្ចឹងពួកគេទៅគឺចាប់ផ្ដើមប្រយុទ្ធណាតតាំងជាមួយតាព្រំហើយដែលមានទឹកហើយធ្វើឲ្យណាផ្ដៅធំទាំងអស់ហ្នឹងទាំងពីរឈរប្រុងនៅនឹងមាត់ទ្វារប្រាសាទដោយឡែកត្រសក់ស្រូវត្រូវរមៀលខ្លួនទៅទៀបជើងក្រោមអាសនៈរបស់តាព្រំកងហ្នឹងណាបាទឯក្រុមគិង្គក់ហ៊ីងកង្កែបជាមេតបស្រួចជាអ្នកចូលវាយលុកលុះចាត់ចែងស្រេចហើយតបមកដុកសัตว์ទាំងអស់ក៏ចូលស្រតម្រង់ទៅរកអាសនៈតាព្រំហើយដោយស្រែកហូរសន្ធឹបយ៉ាងខ្លាំងធ្វើឲ្យពលរេទាំងអស់ទាំងទេវតាមេនំមេនាងចៅចិត្តណាចៅចំប៉មខុនណាងជំទាវរត់ស្លន់ស្លោណាចេញពីប្រាសាទទៅណាទឹកត្រូវទៅណាទឹកផេះទឹកថ្លុងត្បឹងក្បុងហ្នឹងដែលត្រីអណ្ដែងត្រីក្រាញ់បាច់ឲ្យលើភ្នែកផ្សាស្រវាំងរកទិសតំបន់ពុំឃើញមិនតែប៉ុណ្ណោះទេថែមទាំងត្រូវបានពួកឃ្មុំអម៉ាល់ទឹកចុករមូលស្រែកយំរំពងតាព្រំក៏រកច្រកចេញពុំឃើញស្រែកថាណែវើយពួកអាគិង្គក់ហ៊ីងកង្កែបចង្រៃទៅណាពួកមកដុកសัตว์តបយើងមកច្បាំងតាព្រំចុះចាកអាសនៈដោយមិនបានមើលក្រោមជន់ចំណាត្រសក់ស្រូវរអិលដួលកាប់មុខដួលផ្ងាហើយត្រូវបានផ្ដៅទាំងពីរហ្នឹងបន្ទន់ខ្លួនដេកផ្កាប់ផ្ដួលណាប្រផាប់សង្កត់ជាប់ឃ្មុំក៏តិចឈឺផ្សាតាព្រំក៏មិនបងប្អូនគេឈឺចាប់ណាពេលហ្នឹងស្រែកចុះញោមយើងសូមចុះចាញ់ហើយឮដូចនោះហើយមេបញ្ជាការគិង្គក់ហ្នឹងក៏ខាត់ណាតបឲ្យឈប់
ដើម្បីកុំឲ្យដើម្បីដោះស្រាយបញ្ហាជាមួយតាព្រំគីង្គក់បានសួរទៅតាព្រំថាម៉េចលោកមិនបង្អុរទឹកភ្លៀងឲ្យសត្វលោកធ្វើឲ្យគេស្លាប់គ្រប់ទីកន្លែងដូចនេះឥឡូវគ្នាយើងមិនសុខចិត្តនោះទេបើលោកមិនបង្អុរភ្លៀងចុះមកទេនោះយើងនឹងកំទេចវិមានលោកសម្លាប់នឹងទាំងពលលោកទាំងលោកពុំខានតាព្រំនឹកភ័យក៏និយាយអង្វរកណាអស់ពលសัตว์ទាំងនឹងរុក្ខជាតិនឹងសូមពួកណាព្រះស្នែងកុំខឹងយើងនឹងដឹងខុសហើយយើងនឹងផ្ដល់ទឹកភ្លៀងឲ្យឥឡូវនេះសូមអស់លោកណាអ្នកអញ្ជើញទៅវិញចុះកុំខឹងអីគីង្គក់តបទេពួកយើងមិនព្រមទៅទេបើយើងណាទៅលោកនឹងនោះលោកនឹងផ្ដល់ទឹកភ្លៀងឲ្យយើងតែមួយមេប៉ុណ្ណោះលុះពេលក្រោយមកអ្នកនឹងធ្វើប្រងើយកន្តើយដដែលនាំតែពិបាកដល់តបយើងមកទៀតដូច្នេះលោកត្រូវតែមានសន្យាឲ្យពរពិសេសដល់យើងជាមុនសិនទើបពួកយើងទៅណាសុខចិត្តណាអញ្ចឹងទេគឺលុះសញ្ចឹងមួយសន្ទុះតាព្រំកពោលថាយើងព្រមតាមពររបស់ពួកឯងហើយបើពេលណាអ្នកត្រូវការភ្លៀងគីង្គក់ហិញអង្កែបត្រូវសង្កេតថ្មិញបន្លឺសំឡេងពីក្រៅមកពេលនោះយើងនឹងបង្អុរទឹកភ្លៀងឲ្យអ្នកភ្លាមក្រោយសន្យារួចស្រេចទ័ពមកដុកសัตว์បណ្ណសัตว์និងរុក្ខជាតិណាក៏ថយចុះមកនៅលំនៅឋានរៀងៗខ្លួនវិញតាំងពីពេលនោះមកនៅពេលដែលគីង្គក់ណាហិញកង្កែបត្រូវការភ្លៀងក៏សង្កេតថ្មិញបន្លឺសំឡេងក្រត់អែបអោបណាភ្លៀងក៏ធ្លាក់មកអញ្ចឹងទេបាទឃើញបងប្អូនអញ្ចឹងឯលទ្ធផលនៃតាព្រំអញ្ចឹងបានយើងឃើញថាទៅពេលដែលមានមេឃរោភ្លៀងអីកង្កែបហិញគីង្គក់តែងតែយំណារបៀបហ្នឹងណាដែលធ្វើឲ្យមេឃភ្លៀងមកអញ្ចឹងបងប្អូនគាត់ទលឺដឹងថាមេឃចិត្តភ្លៀងហើយបូករួមនឹងអាកាសធាតុខ្យល់ខ្មៅអីអញ្ចឹងទៅរន្ទះឬក៏នេះទៅចិត្តមេឃរោភ្លៀងហើយរកកន្លែងទីសុវត្ថិភាពណាអញ្ចឹងរឿងនេះដកស្រង់នៅកាយសម្រួលពីប្រជុំរឿងព្រេងខ្មែរភាគ4អញ្ចឹងបងប្អូនណាបានអានអស់ហើយពេលលោកគ្រូអានសង្ឃឹមថាបងប្អូនអានតាមលោកគ្រូណាបាទអត្ថបទនេះរឿងវែងបន្តិចប៉ុន្តែយើងមិនពិបាកទេអូខេនៅក្នុងសំណួរបងប្អូនទាំងអស់គ្នាណាយើងក៏លេចមើលសំណួររបស់យើងមានណា6សំណួរទី1សួរថាតើអត្ថបទខាងលើនេះជាប្រភេទអ្វីព្រេងកថាទេវកថានិទានកថាព្រេងកថារៀនរួចហើយទេវករៀនរួចហើយនៅនិទានកថាដឹងតើមិនមែនហើយគឺចម្លើយនោះគឺថាទេវកថារឿងនេះណាចូលបញ្ជាក់គឺត្រង់ថាណាពួកហ៊ីងអីហ្នឹងចេះអីគេបងប្អូនចេះដូចថាចេះនិយាយប្រឌិតឡើងឲ្យហ៊ីងសัตว์កង្កែបណាគីង្គក់ហ៊ីងត្រសក់ស្រូវផ្ដៅដើមផ្ដៅដើមអីហ្នឹងណាហើយនឹងអីទៀតត្រីអណ្ដែងត្រីអីហ្នឹងគឺថាចេះនិយាយតទល់គ្នាណាគឺជាការជឿជាក់ណាឃើញបាទអញ្ចឹងជាទេវៈហើយទេវកថាយើងរៀនហើយណាទី2ហេតុអ្វីទើបនាំឲ្យមានទំនាស់កើតឡើងបងអាចឆ្លើយបានទេបាទទំនាស់កើតឡើងនេះថាព្រំមិនបង្អុរទឹកភ្លៀងហ្នឹងណាទី3តើក្រុមគីង្គក់មានគោលបំណងចង់ធ្វើអ្វីតើទង្វើនេះចាំបាច់ឬទេណាចាំបាច់ណាចង់ទៅច្បាំងជាមួយតាព្រំដើម្បីសុំទឹកភ្លៀងជាទង្វើជួយណាដល់សត្វលោកទាំងអស់ទី4តើទង្វើនោះបានផ្ដល់ប្រយោជន៍ដល់យ៉ាងណាចំពោះក្រុមសត្វនិងរុក្ខជាតិដល់ប្រយោជន៍ខ្លាំងណាបងប្អូនដឹងហើយពេលមានភ្លៀងមានទឹកគឺផ្ដល់អីខ្លះបងប្អូនទាំងអស់គ្នាទី5តើកត្តាអ្វីខ្លះដែលនាំឲ្យពួកគេទទួលបានជ័យជំនះនៃការសាមគ្គីការអីចឹងណាស្រួលមូលនំគ្នាជាថ្លុងមួយទី6ចូលអ្នកបង្ហាញតម្លៃអប់រំតាមរយៈសកម្មភាពនៃតួអង្គទាំងនោះបាទអញ្ចឹងគឺយើងមាន6សំណួរអញ្ចឹងយើងនឹងទៅសិក្សាលើចម្លើយតើ6សំណួរហ្នឹងគឺមានណានៅចម្លើយបែបណាបងប្អូននឹងបានឃើញអូខេលោកគ្រូសូមបង្ហាញចម្លើយតែម្ដងនៅក្នុងនោះគឺយើងមានសំណួរទី1ថាតើរឿងនេះជារឿងណាទេវកថាដែរឬទេអញ្ចឹងបើសិនជានេះអ្នកគ្រូលោកគ្រូបងប្អូននឹងដាក់នៅណាដាក់នៅឲ្យធ្វើកិច្ចការក្រុមអីសំណួរហ្នឹងឲ្យឡើងសរសេរលើក្រាហ្ខៀនអីប៉ុន្តែលោកគ្រូបរិញ្ញាគឺមិនបាននេះទេលោកគ្រូសូមបង្ហាញចំតែម្ដងហើយពាក់ព័ន្ធនឹងបញ្ចូលពាក្យណាគឺមានបញ្ចូលពាក្យលោកគ្រូអត់បានសិក្សាទេកុំឲ្យវែងឆ្ងាយពេកបាទមានបញ្ចូលពាក្យយើងចូលមកដល់ណាសំណួរទី1តាក់ទងនឹងចម្លើយតែម្ដងអញ្ចឹងនៅក្នុងនេះសង្គ្រាមរវាងគីង្គក់និងតាភូមិរូបតាព្រំនេះជាប្រភេទរឿងទេវកថាព្រោះដំណើររឿងបង្ហាញពីប្រភេទកំណើតនៃទឹកភ្លៀងឃើញបាទការកំណើតដើមកំណើតអីគឺយើងមានសរសេរដែរក្នុងអត្ថន័យនិយមន័យនៃប្រភេទរឿងទេវកថានេះណាបាទទី2បានជាទំនាស់រវាងគីង្គក់និងតាព្រំពីព្រោះថាដោយសារតាព្រំមិនណាបង្អុរទឹកភ្លៀងឲ្យពួកសត្វហ្នឹងតតែសោះបាទតតែសោះតែម្ដងធ្វើឲ្យពួកសត្វហ្នឹងខឹងសម្បាអញ្ចឹងទៅទី3គឺក្រុមគីង្គក់មានបំណងចង់ណាបានទឹកភ្លៀងទង្វើនោះចាំបាច់ណាស់ព្រោះជីវិតរុក្ខជាតិនិងសត្វនៅលើផែនដីត្រូវការភ្លៀងដើម្បីរស់ចម្លើយទី4ទង្វើនោះបានផ្ដល់អត្ថប្រយោជន៍យ៉ាងល្អចំពោះណាក្រុមសត្វនិងរុក្ខជាតិព្រោះពួកគេណាបានទទួលនៅទឹកភ្លៀងពិតមែនណានេះជាចម្លើយបងប្អូនចម្លើយទី5កត្តាដែលនាំឲ្យពួកគេជោគជ័យនោះគឺមកពីគេចេះ
ណាសាមគ្គីគ្នានឹងមានទិសដៅតែមួយបាទបងប្អូនអាចយល់បានហើយចំណែកឯទី6តម្លៃអប់រំតាមរយៈសកម្មភាពតួអង្គនោះគឺថាចង់ឲ្យយើងចេះជាបងប្អូនណាយើងទាំងអស់គ្នាចេះរួមរស់នៅសាមគ្គីគ្នាដើម្បីសម្រេចគោលបំណងដែលយើងចង់បានបាទអញ្ចឹងគឺចម្លើយអត់មានអីពិបាកងាយស្រួលមែនទែនបាទចំនួន6សំណួរលោកគ្រូសូមឆ្លើយជូនប៉ុណ្ណឹងតាមរយៈឯកសារលោកគ្រូបានបង្ហាញបង្រៀននេះអញ្ចឹងសរុបមកវិញយើងឃើញថាប្រវត្តិណានៃរឿងណាការសុំទឹកភ្លៀងនៃរឿងសង្គ្រាមរវាងគីគក់និងតាព្រំហ្នឹងបុព្វហេតុដោយសារតែបញ្ហាទឹកភ្លៀងអញ្ចឹងបើសិនជាតាព្រំផ្ដល់ទឹកភ្លៀងប្រកបណាគឺពួកគីគក់អីហ្នឹងមិនបានធ្វើសកម្មភាពទាំងអស់នោះទេហើយពួកគីគក់ត្រីណាមានតាំងពីត្រីអណ្ដែងមានតាំងពីតសក់មានតាំងពីផ្ដៅវអីហ្នឹងគឺថាគេទៅចូលរួមគ្នាស្រស់ស្រួលគ្នាខ្មុំអីហ្នឹងណាអមាល់អីហ្នឹងគេស្រស់ស្រួលគ្នាមូលមតិគ្នាទៅច្បាំងជាមួយតាព្រំឃើញចុងក្រោយទទួលបានជោគជ័យសរុបមកវិញបងប្អូនណាត្រូវមានចក្ខុវិស័យត្រង់ហើយត្រូវមានអ្វីដែលជាស្នូលដើម្បីធ្វើឲ្យរឿងមួយសម្រេចបានបងប្អូនពូតដៃគ្នាណាជាធ្លុងមួយដូចតួអង្គរបស់យើងណាគីគក់ហ្នឹងតាព្រំហ្នឹងគីគក់បបួលសពសัตว์ហ្នឹងគឺថាគេសហការគ្នាទៅទទួលបានជោគជ័យអរគុណវីដេអូគឺមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនយល់ដោយសារវារឿងវែងគ្រូសូមបញ្ចប់វីដេអូទៅប៉ុណ្្នេះសិនចាំជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចណាកត់មេរៀននៃចម្លើយទាំងអស់ហ្នឹងហើយដាក់ថតក្នុង comment របស់លោកគ្រូមកណាហើយសូមជួយធ្វើការងារផ្ទះឪពុកម្ដាយអរគុណបងប្អូនជម្រាបលា